គុណរបស់ឪពុកម្ដាយលោកប្រៀបថាมันអាចប្រមាណបានណាដោយសារអីកូនចៅប្រុសស្រីដែលមានរស់រានមានជីវិតរហូតដល់សពថ្ងៃនេះបើសិនជាគាត់មិនមានមេត្តាករុណាមុទិតានិងឧបេក្ខាទេខាងដើមបើសិនជាគាត់អត់មានមេត្តាទេកូនមិនអាចប្រសូតចេញមកបានទេមែនទេទី1ដែលកូនមកចាប់បដិសន្ធិនៅក្នុងផ្ទៃរបស់មេត្តាគឺឪពុកម្ដាយនេះកើតមាននៅមេត្តាធម៌នៅក្នុងគណៈពេលហ្នឹងកើតចិត្តសន្តោសដល់កូនហ្នឹងដែលមកជ្រកកោននៅក្នុងផ្ទៃទី2ពេលដែលកូនប្រសូតមកទោះបីតែកូនហ្នឹងមុខមាត់បែបម៉េចក៏ដោយមែនទេញោមមិនស្អាតក៏ដោយកឆែបមាត់ក៏ដោយអវយវៈគ្រប់គ្រាន់ក៏ដោយមិនគ្រប់គ្រាន់ក៏ដោយកូនគាត់មែនតើណាកើតចិត្តអាណិតហើយស្រឡាញ់កូននឹងណាចង់ឲ្យកូននឹងមានជីវិតរស់នៅយឺនយូរតទៅទៀតអាហ្នឹងកើតនៅករុណានៅពេលដែលកូនប្រសូតមកបន្ទាប់មកគឺកូនចេះនិយាយចេះដើរចេះឈរចេះហៅឪពុកម្ដាយប៉ាម៉ាក់អីសពបែបយ៉ាងហ្នឹងគាត់កើតមាននៅមុទិតាគឺមានចិត្តតូទុនទៅរកកូនមកពីធ្វើការងារលំបាកប៉ុណ្ណាក៏ដោយហត់នៅយ៉ាងណាក៏ដោយឃើញកូនហៅម៉ាក់ហៅប៉ាសบายចិត្តណាញោមសบายចិត្តឲ្យកូនរត់ទៅទទួលកូនរត់ទៅអោបគឺកម្លាំងដែលអស់ពីពេលដែលយើងធ្វើការមកដល់គឺយើងកើតចិត្តមុទិតាតូទុនទៅរកគាត់ហើយរំភើបណាបាត់អាការហត់នៅអស់រលីងហើយមួយទៀតគឺឧបេក្ខាគឺចិត្តជាកណ្ដាលនៃទឹកចិត្តរបស់ឪពុកម្ដាយកូនមានប្រមាណគាត់ស្រឡាញ់ស្មើគ្នាណាគាត់តាមជួយតាមមើលតាមថែកូននឹងរហូតដល់គាត់អស់អាយុឪពុកម្ដាយចិត្តជាឧបេក្ខាចំពោះកូនហ្នឹងណាមិនថាកូនរៀបចំអាពាហ៍ពិពាហ៍មានប្តីមានប្រពន្ធជាមួយគ្នាក៏ដោយក៏គាត់នៅតែស្រឡាញ់កូនជានិច្ចអានឹងចំពោះឪពុកម្ដាយហើយនេះគេហៅថាព្រហ្មវិហារធម៌របស់ឪពុកម្ដាយដែលមានចំពោះកូនអញ្ចឹងហើយមានព្រហ្មវិហារធម៌គ្រប់ដណ្ដប់នឹងហើយបានជាគុណរបស់ឪពុកម្ដាយនឹងឯងយើងមិនអាចកាត់ថ្លៃបានណាកាត់ថាប្រមាណវាប្រមាណមិនបានណាអញ្ចឹងវាសំខាន់ណាញោមសំខាន់ណាគុណឪពុកម្ដាយអញ្ចឹងយើងជាកូនប្រុសស្រីគឺត្រូវធ្វើតក្កិណានុបទានឧទ្ទិសជូនគាត់រឿយអ្វីត្បិតតែគាត់បាត់បង់ជីវិតទៅហើយក្តីយើងជាកូនមានពេលវេលាសមគួរក៏អាចថ្វាយទានចំពោះព្រះភិក្ខុសង្ឃថ្វាយទានជូនទេយទានចំពោះលោកអ្នកដែលមានសិលអីចឹងទៅឧទ្ទិសជូនគាត់រឿយក្រៃលោកគាត់ផ្លត់សតិណាមួយមិនសមរម្យទៅកាន់ទីមិនសមថោកទាបអីយ៉ាងណាអីចឹងណាដោយអំណាចនៃបុណ្យកុសលដែលកូនចៅបានធ្វើហ្នឹងឲ្យសណ្ដោងយឺតយងរបស់ឪពុកម្ដាយយើងឲ្យទៅកាន់ទីដ៏សមគួរ